ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកប្រធានបទនិយាយអំពីតើក្រោយរយៈពេលយើងដាំរយៈពេលប្រហែលខែបានយើងត្រូវការចាំបាច់ដាក់ជីបាទសម្រាប់កៅស៊ូបាទហើយដាក់ឲ្យចំគោលដៅហើយឲ្យល្អហើយសម្រាប់ជីហ្នឹងណាបាទរយៈពេលប្រហែលខែយើងចាំបាច់ត្រូវការដាក់ជីហើយខ្ញុំលើកពីប្រធានបទធំថ្ងៃនេះទី1គឺរយៈពេលដាំប្រហែលខែដែលយើងដាក់ជីទី2គឺប្រភេទជីតើយើងគួរដាក់ប្រភេទជីអីសម្រាប់ដំណាំកៅស៊ូបាទសម្រាប់ដំណាំកៅស៊ូយើងឲ្យវាចំគោលដៅហើយលូតលាស់បានល្អហើយមួយទៀតខ្ញុំលើកឲ្យមួយទៀតគឺប្រមាណខាំបាទបងប្អូនមួយចំនួនគាត់សួរថាយើងដាក់ប្រមាណខាំអញ្ចឹងនៅវីដេអូនេះគឺខ្ញុំនឹងជម្រាបជូនបងប្អូន3ចំណុចហ្នឹងធំចែកជូនដល់បងប្អូនទាំងអស់គ្នាមុនចូលដល់ប្រធានបទទាំងអស់នេះសូមឲ្យបងប្អូនទាំងអស់គ្នាជួយ Subscribe Channel YouTube របស់យើងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីហើយសម្រាប់បងប្អូនដែលគាត់ត្រូវការជីថ្នាំកសិកម្មពាក់ព័ន្ធទៅនឹងដំណាំកៅស៊ូគឺយើងមានលក់ទាំងជីពៅហើយទាំងជីផ្ញើបាទជីផ្ញើហើយជីផ្ញើគឺរៀងថ្លៃទៅលើសេវាមែនប៉ុន្តែបងប្អូនយកទៅដឹងថាចំគោលដៅហើយល្អបាទហើយសម្រាប់ចែកជូនដល់បងប្អូនទាំងអស់គ្នាបាទហើយវាខុសទាស់គ្នាត្រង់សេវាផ្ញើប៉ុន្តែផ្ញើទៅដល់ដឹងចំគោលដៅសម្រាប់ដំណាំកៅស៊ូឲ្យចិត្តបងប្អូនអរគ្នាហើយសម្រាប់បងប្អូនត្រូវការតាក់ទងតាមលេខ Telegram 097 624 25 15អាហ្នឹងគឺទេប្រឹក្សាយោបល់កុំបានឬក៏បងប្អូនត្រូវការរៀនយើងខ្ញុំមានរៀនហើយសិភៅក៏ធ្វើចិត្តរួចហើយបាទអញ្ចឹងគឺយើងខ្ញុំមានលក់សម្រាប់បងប្អូនដែលចង់រៀនតាម Telegram គឺយើងខ្ញុំមានTelegram បើបងប្អូនចុះឈ្មោះតម្លៃសមរម្យទេហើយយើងខ្ញុំនឹងផ្ញើពីរបៀបនីមួយៗនៃការដាំកៅស៊ូជូនបងប្អូនទាំងអស់គ្នាអញ្ចឹងមុននឹងចូលដល់ប្រធានបទទាំងអស់នេះសូមឲ្យបងប្អូនចូលដល់ប្រធានបទយើងវិញបាទបទយើងវិញនេះគឺខ្ញុំនឹងនិយាយអំពីនៃការដាក់ជីតើប្ររយៈពេលប្រហែលគឺយើងដាក់ជីអញ្ចឹងបាទដូចជាដូចនេះដូចស្នាមដែលគាត់ដាក់ជីបាទនេះគឺស្នាមដូចដែលគាត់ដាក់ជីហើយបាទនេះគឺគាត់កាប់រណ្ដៅបាទនេះគឺគាត់ស្នាមដែលគាត់ដាក់ជីបាទនេះគឺការដាក់ជីគឺគេដាក់បែបហ្នឹងបាទហើយរបៀបដាក់ជីគឺខ្ញុំនឹងចេញវីដេអូបង្ហាញជូនបងប្អូនអរគ្នាហើយខ្ញុំនឹងនិយាយបាទបងប្អូនអរគ្នារបៀបដាក់ជីបាទនេះគឺជាវីដេអូមួយសម្រាប់ចែកជូនចំណេះដឹងជូនបងប្អូនទាំងអស់គ្នាបាទអញ្ចឹងបងប្អូនដែលខ្ញុំលើកប្រធានបទមិញតើរយៈពេលប៉ុណ្ណាយើងចាំបាច់ត្រូវការដាក់ជីអញ្ចឹងអាយុកៅស៊ូបងប្អូនចាប់ពីដាំរយៈពេលបាន2ទៅ3ខែបាទចន្លោះពី2ទៅ3ខែបាទយ៉ាងយូរបំផុត3ខែបាទតែបងប្អូនចង់លឿនគឺ2ខែឧទាហរណ៍បងប្អូនដាំខែ6ឬចុងខែ6ឬដើមខែ7អញ្ចឹងខែ8ខែ9បាទចាំបងប្អូនដាក់ឬខែ10ចាំបងប្អូនដាក់អាហ្នឹងចន្លោះប៉ុណ្ណឹងបាទអញ្ចឹងបាទបើដីបងប្អូនទីទួលល្អចាំខែ10ក៏បានបាទឬខែ9ក៏បានបាទក្រោយបងប្អូនដាំរយៈពេលបាន2ខែពីព្រោះអីបងប្អូនមួយចំនួនគាត់ដាំគឺគាត់ទ្រាំបាតហ្នឹងមែនទេបាទអញ្ចឹងគឺគាត់ទ្រាំបាតហើយអញ្ចឹងហេតុដូចនេះសម្រាប់បងប្អូនដែលគាត់ដាំទ្រាំបាតចាំ3ខែក្រោយបាទបងប្អូនអាចដាក់ជីទៅបាទការដាក់ជីទៅហើយមួយវិញទៀតដោយសារបងប្អូនមុននឹងបងប្អូនដាក់ជីហ្នឹងគឺបងប្អូនដាំបាន3ខែក្រោយឬ2ខែបាទក៏ប៉ុន្តែបងប្អូនដឹងហើយមែនទេខ្ញុំបានបង្ហាញថាបងប្អូនគឺបាញ់ថ្នាំពៅបាទទៀមទាបងប្អូនបាញ់ថ្នាំពៅទៀមទាបងប្អូនបាញ់ថ្នាំពៅទៅលើវាបាទចំណុចល្អណាស់គឺយើងសំខាន់បំផុតគឺបាញ់ថ្នាំពៅទៅលើវាបងប្អូនដឹងទេបាទកៅស៊ូនេះមានលិចក្បាលខ្លះមានត្រឹមស្មាខ្លះបាទអញ្ចឹងហ្មងដល់វិវត្តវានៅក្នុងខែ1បាទ12ឬ1គឺវាចាប់ផ្ដើមលិចក្បាលហើយមិនទូងផុតដៃកាលណាមិនទូងផុតដៃអញ្ចឹងបងប្អូនអត់ហានិភ័យអត់ភ័យរឿងទី1ងាប់នៅរដូវប្រាំងទេបាទងាប់នៅរដូវប្រាំងបងប្អូនឃើញស្មៅនេះដោយសារម្ចាស់គាត់អត់សូវបានថែទាំផងបងប្អូនឃើញទេបាទអាខ្លះហើយអាខ្លៃទៅបានត្រឹមអានេះឆាត់កណើតបាទមួយឆាត់កណើតទៅបានមួយឆាត់ពីរឆាត់ទៅចេញនេះបាន3ឆាត់ទេបាទអាខ្លះ
cứ bán 4 chặtហើយខ្លះបាន 5 chặtហើយគឺកស៊ូវាវិវត្តអត់ដូចគ្នាទេពាក់ព័ន្ធនឹងប្រព័ន្ធរឹសបាទប្រព័ន្ធរឹសឬដើមយើងអន់អញ្ចឹងហេតុដូចនេះហើយសូមបងប្អូនទាំងអស់គ្នាបាទត្រូវយល់ដឹងថាការដាក់ជីគឺយើងត្រូវដាក់រយៈពេលបាទ2ខែឬ3ខែក្រោយហើយមួយវិញទៀតទៅលើប្រភេទជីសម្រាប់បងប្អូនដំណាំកូនកស៊ូអញ្ចេះគឺយើងមាន1233បាទក៏បានបូកជាមួយអ៊ុយរ៉េបាទហើយ1233 2B ទៅអ៊ុយរ៉េហ្នឹង1B មកបាទហើយមួយវិញទៀតពាក់ព័ន្ធទៅនឹងជីធម្មជាតិសម្រាប់បងប្អូនដែលតាមដានរបស់ខ្ញុំមុនគឺគាត់នឹងដឹងហើយបាទជីធម្មជាតិពិសេសរៀងថ្លៃបន្តិចប៉ុន្តែវាមានចំណុចពិសេសបាទគឺបងប្អូនបើដាក់ជីធម្មជាតិបាទ2B លាយអ៊ុយរ៉េ 1B មកបាទអាហ្នឹងចំណុចហ្នឹងបាទ 2B លាយអ៊ុយរ៉េ 1B មកគឺដើម្បីហេតុអីឲ្យវាចំគោលដៅកស៊ូទូចវាត្រូវការដំណាំអីអាស្រូតខ្ពស់បាទហើយដីសម្រាប់បងប្អូនដាក់ភ្លាមនេះគឺវាមិនមែនទទួលបានភ្លាមទេព្រោះអីយើងដាក់គីមីសរីរាង្គអាហ្នឹងគេហៅគីមីសរីរាង្គហើយបើយើងបូកអ៊ុយរ៉េប៉ុន្តែយើងដាក់ឲ្យចំគោលដៅបាទយើងដាក់ចំគោលដៅដូចដែលខ្ញុំជម្រាបជូនបងប្អូនអញ្ចឹងគឺអាហ្នឹងហើយគឺយើងដាក់ចំគោលដៅបាទ12ធម្មជាតិ 2B អ៊ុយរ៉េ 1B គឺយើងច្របល់ចូលគ្នាទាំងអស់150គីឡូគឺយើងច្របល់ចូលគ្នាមកបាទគឺយើងច្របល់ចូលគ្នាឲ្យសព្វអញ្ចឹងបងប្អូនត្រូវដាក់ជូនទៅលើវាអញ្ចឹងនៅវីដេអូក្រោយគឺខ្ញុំនឹងធ្វើរបៀបនេះដែរដាក់ជីជូនបងប្អូនបាទហើយក្នុងម្ដើមនឹងបងប្អូនដាក់ម៉ានគឺខ្ញុំនឹងធ្វើវីដេអូជូនបងប្អូនទាំងអស់គ្នាហើយបងប្អូននឹងសួរខ្ញុំមួយវិញទៀតថាតើយើងក្នុងម្ដើមអញ្ចឹងការយើងដាក់ប្រមាណខាំហើយក្នុងមួយឆ្នាំខ្ញុំបន្ថែមប្រធានបទមួយតើក្នុងមួយឆ្នាំបងប្អូនដាក់ប្រមាណដងសម្រាប់បងប្អូនដែលទ្របបាតហើយបងប្អូនអាចដាក់3ខែក្រោយឬខែ10ក៏បានបាទអាហ្នឹងសម្រាប់ហើយតែបងប្អូនមួយទៀតគឺគាត់ចង់ឲ្យល្អជាងហ្នឹងគឺបងប្អូនដាក់2ដងក៏បានដែរបាទដាក់2ដងក៏បានដែរក៏ប៉ុន្តែវាដាក់នៅចុងរដូវប្រាំងពេកវាអត់ស៊ីទេបងប្អូនមែនអត់ស៊ីទេអញ្ចឹងសំខាន់បំផុតគឺបងប្អូនពាក់ព័ន្ធនឹងដីបងប្អូនបើបីបងប្អូននៅមានសំណើមគឺបងប្អូនដាក់ម្ដងទៀតក៏បានដែរតែបើដីបងប្អូនអត់សូវមានសំណើមទេបងប្អូនមិនចាំដាក់ក៏បានដែរអាហ្នឹងគឺពាក់ព័ន្ធទៅប៉ុណ្ណឹងអញ្ចឹងកលែកមកប្រធានបទយើងវិញបាទគឺប្រធានបទចំនួនប្រមាណខាំបាទអញ្ចឹងសម្រាប់ដំណាំកស៊ូកូនកស៊ូទូចនេះសម្រាប់បងប្អូនដាក់ធម្មជាតិខ្ញុំមិនrecommend ឲ្យបងប្អូនគិតជាខាំទេបាទក៏ប៉ុន្តែមិនគិតណែនាំឲ្យបងប្អូនដាក់ច្រើនលុះលុបទេបាទដាក់ច្រើនលុះលុបទេពីព្រោះអីរយៈពេលនៃការបងប្អូនដាក់ជីបាទនេះគឺឆាត់វាប៉ុណ្ណឹងអញ្ចឹងប្រព័ន្ធឬវាអាចបានមិនឆ្អាមហើយបាទអាចបានចន្លោះបងប្អូន2ទៅ3ខែបើបងប្អូនថែអាចបាន3ឆាត់ហើយក្នុងមួយខែអាចបាន2ឆាត់បាទអញ្ចឹងក្នុង2ខែអាចបាន4ឆាត់អញ្ចឹង4ឆាត់ដូច4ឆាត់នេះអញ្ចឹងបងប្អូនប្រព័ន្ធរឹសវាអាចឃ្លាតឆ្ងាយមួយឆ្អាមឬមួយឆ្អាមកន្លះដននេះបាទឬថាបើយើងនិយាយជាទឹកផែជា2ទឹកអញ្ចឹងណាបាទនេះបងប្អូនឃើញទេនេះខ្ញុំកាយមើលនេះបងប្អូនឃើញទេនេះណាឃើញទេបាទអញ្ចឹងនេះគឺជាប្រព័ន្ធរឹសកស៊ូអញ្ចឹងខ្ញុំកាច់ឲ្យដាច់មួយមើលបាទនេះបាទនេះបាទហ្នឹងហើយបាទឃើញដូចខ្ញុំវាស់ចង្អាមអញ្ចឹងបងប្អូនបាទអញ្ចឹងគឺខ្ញុំវាស់ចង្អាមអញ្ចឹងរឹសវាបានប៉ុណ្្នឹងហើយដូចខ្ញុំវាស់អញ្ចឹងឃើញទេបងប្អូនបាទអាហ្នឹងដូចខ្ញុំវាស់អញ្ចឹងគឺដំណើរខ្ញុំឆ្លងកាត់ហើយខ្ញុំរៀនសូត្ររយៈពេលជិត30ឆ្នាំហើយអញ្ចឹងខ្ញុំវិវត្តអញ្ចឹងដូចណាបងប្អូនមួយឆ្អាមឬមួយដននេះអីចឹងបាទតែខ្ញុំដឹងថាភាគច្រើនវានៅតែប្រវែងហ្នឹងគឺខ្ញុំកាយវាឲ្យដឹងអញ្ចឹងការបងប្អូនអាយុប៉ុណ្ណឹងគឺយើងអាចដាក់ចង្អាយពីត្រឹមហ្នឹងបាទអញ្ចឹងបងប្អូនឆ្ងល់រឿងចម្ងាយអញ្ចឹងនេះគឺខ្ញុំបើកបង្ហាញពីចម្ងាយជូនបងប្អូនហើយអញ្ចឹងមួយវិញទៀតគឺខ្ញុំពាក់ព័ន្ធទៅនឹងបញ្ហាទៅលើការចម្ងាយដាក់ជីអញ្ចឹងតើបងប្អូនឆ្ងល់សួរថាតើប្រមាណខាំបងប្អូនគួរដាក់ប្រមាណខាំចំពោះបងប្អូនដែលដាក់សម្រាប់បងប្អូនណាប៉ុណ្នេះគឺរឹសវាច្រើនហើយអញ្ចឹងគឺខ្ញុំណែនាំបងប្អូនដាក់2ខាំ
bà mà khăm pi khăm từ tam đầm rời chất bóng ôn tay bóng ôn ấy trong ai lọ đã mà khăm bơ sầm rạp nhóm rụp bộ môn đôi nhóm prap mền kỳ mì nắng cứ bóng ôn ai đã ở pi khăm tới bay khăm cho và pi khăm bay khăm bóng ôn nặng cầu su bóng ôn nâng lọ mền thà đáy trào tới cho lôi bà từ tu squat cho lôi tay bóng ôn trong ban tờ nằm lọ rư trong ban tờ nằm mình lọ bà nó ngặt say từ lơ bóng ôn này chẳng cứ khi nhom nâng rip rop chun bóng ôn ní cứ sầm rạp đầm đau bóng phốt cứ đầm rơi bóng ôn đa đặt pi kham bà đặt pi kham rứ bay kham từ tam đầm chẳng sầm rạp bẹ pon từ nâng đầm nam cứ suในระเบียบในการถ่ายทอดขยมบานเช่นวิดีโอสามม้วนให้นี่คือวิดีโอในการแปะปอนตัวหนึ่งบาระยะเปในการด่าจีบาระยะเปในการด่าจีจังในวิดีโอนี้คือยังขยมเลือกประเทศนอกบดใบบุญตั้งทอมชุนบองปอนนี้คือยังขยมสมอกลสำหรับบองปอนมันตอนบานสับชนะคือบองปอนอาจช่วยสับชนะยังขยมมวยพ้องจังให้ตระการจีทำกสิกรรมบองปอนอาจจะต้องบ้านจังส้มออกกุล